ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបានមកហូបអីដែរអ្នកទាំងអស់គ្នាថ្ងៃនេះខាងខ្ញុំនេះគឺបានថ្ងៃនេះគឺធ្វើសាច់អាំងញ៉ាំនៅផ្ទះជុំគ្នាអ្នកទាំងអស់គ្នាហើយបានត្រូវជាមួយនឹងទឹកត្រីកោះកុងដែលទើបតែធ្វើឲ្យថ្មីទៀតមានណាបានប្តីទិញសាច់អាំងមកត្រូវបាច់តែម្ដងសាច់អាំងជាមួយនឹងទឹកត្រីកោះកុងខានញ៉ាំយូរហើយភាគច្រើនគឺខ្ញុំញ៉ាំតែជាមួយនឹងទឹកជ្រលក់របស់ប្រទេសជប៉ុនទេអ្នកទាំងអស់គ្នាតែម្ដងនេះមានទឹកជ្រលក់ទឹកត្រីកោះកុងញ៉ាំជាមួយទឹកត្រីកោះកុងល្មមតែម្ដងហើយឥឡូវគឺចាប់ផ្ដើមដាក់អាំងបដាតោះចាហើយមានបន្លែតិចតួចទេបន្លែនេះគឺប្តីមិនសូវញ៉ាំទេញ៉ាំតែខ្ញុំទេអ្នកទាំងអស់គ្នាហើយប្តីតើតែបខំគាត់បានគាត់ញ៉ាំហើយសាច់ថ្ងៃនេះគឺថាទិញសិតតែបញ្ចុះតម្លៃតែម្ដងបញ្ចុះតម្លៃ 30% ហើយនេះគឺទឹកត្រីកោះកុងខ្ញុំញ៉ាំចាហើយដាក់ម្ដងតិចខ្លាច់សល់ទៅស្ដាយបោះចោលពីព្រោះអីយើងជ្រលក់ជាមួយសាច់ចឹងចាហើយអ្នកទាំងអស់គ្នានេះមើលសាច់អូយនិយាយពីថាទំនងតែម្ដងមែនទេពុកម៉ែបងប្អូនទាំងអស់គ្នានេះក្តៅហុយហើយសាច់មានខ្លាញ់ជាប់លេយខ្លាញ់អូយនិយាយពីថាអែមតែម្ដងហើយសាច់អាំងចឹងបើបានញ៉ាំជាមួយកូកាកូឡាទៀតអូយអស់ទាស់តែម្ដងក៏ប៉ុន្តែខ្ញុំអត់ញ៉ាំទេអត់ផឹកកូកាអីទេបងប្អូនទាំងអស់គ្នាដោយសារតែប្តីខ្ញុំគាត់តែតមហាដល់ពេលគាត់តមហាចឹងទៅយើងកុំសូវឲ្យគាត់ហូបកូកាពីព្រោះអីកូកាវាមានជាតិកាឡូរីខ្ពស់ចឹងហើយយើងកុំហូបកូកាអីយើងហូបទឹកតែត្រជាក់និយាយពីថាឆ្ងាញ់តែម្ដងសាច់អាំងក្តៅជាមួយនឹងតែត្រជាក់ក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនទាំងអស់គ្នាមិនចាំបាច់ទៅកូកាទេហើយថ្ងៃនេះគឺខ្ញុំបើកដៃឲ្យគាត់ហូបបាយបងប្អូនទាំងអស់គ្នាគាត់ថាគាត់ទៅទិញសាច់អាំងមកអូនណាដាំបាយឲ្យបង3កំប៉ុងអូរដងអត់ដែរញ៉ាំបាយផងហ្នឹងថ្ងៃហ្នឹងមានណាអូនណាដាំបាយឲ្យបង3កំប៉ុងចាហើយបាយគាត់ផងថ្ងៃនេះគឺថាអាំងសាច់យូរពេកក្រឆ្អិនពេកមានណាសាច់ក្រឆ្អិនពេកដាក់បាយជាមួយពងមាន់ឆៅមួយសិនចាហើយបន្ទាប់មកបានគាត់ញ៉ាំទៀតហើយគាត់ចេះតែហៅខ្ញុំចាអូនណាមកញ៉ាំមកអស់ឥឡូវប្រពន្ធជាប់ថតចាហើយតែមកផ្លែតែឥឡូវគាត់ថែមមួយចានទៀតហើយថែមទៅខ្ញុំលួចថតគាត់ភ្ញាក់គាត់ណាអ្នកទាំងអស់គ្នាចានេះមុនហ្នឹងគឺបាយត្រជាក់គាត់ថាញ៉ាំបាយសាច់អាំងជាមួយនឹងបាយត្រជាក់ឆ្ងាញ់ណាដល់បាយក្តៅឆ្ងាញ់មួយយ៉ាងបាយត្រជាក់ឆ្ងាញ់មួយយ៉ាងដោយសារតែបាយត្រជាក់ញ៉ាំទៅវាអត់សូវឈឺវាត្រជាក់អញ្ចឹងវាអត់សូវឈឺធ្មេញហើយញ៉ាំជាមួយសាច់អាំងក្តៅគឺឆ្ងាញ់តែម្ដងដល់ទៅពេលបាយត្រជាក់ញ៉ាំអត់សូវបាយក្តៅញ៉ាំអត់សូវទាន់ចិត្តហើយញ៉ាំទៅវារៀងឈឺធ្មេញដោយសារតែវាក្តៅប៉ះធ្មេញហើយចក្រានអាំងសាច់របស់យើងនេះគឺអាំងអត់សូវតន់ទេអ្នកទាំងអស់គ្នាហើយដោយសារតែវារៀងទូចចាំមើលរកទិញអាធំជាងហ្នឹងឯចាហើយដំបូងឡើយគឺថាព្រះស្វាមីខ្ញុំគឺគាត់ហូបលឿនណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាឃ្លានណាដល់តែពេលឥឡូវហ្នឹងរៀងយឺតតិចយឺតណាបញ្ចុកបាយកូនបដាឆ្លៀតញ៉ាំបន្លែបដាហើយបន្លែហ្នឹងតើតែខ្ញុំបខំខ្ញុំថាញ៉ាំបន្លែផងខ្ញុំញ៉ាំការ៉ុតបើថាមិនញ៉ាំការ៉ុតទេញ៉ាំស្ពៃក្តោបទៅទុកការ៉ុតឲ្យខ្ញុំញ៉ាំហើយបានគេលុកចឹងណាអ្នកទាំងអស់គ្នាដល់ឥឡូវនេះគេរៀងឆ្អែតតិចរើសបាយឯចាលើកចុះលើកឡើងលើកចុះលើកឡើងញ៉ាំមួយពីដំបងឡើងនិយាយពីថាអូយលឿននោះលឿនហើយគិតតែពីបខំប្រពន្ធអូនណាញ៉ាំអូនណាញ៉ាំប្រពន្ធនេះអត់ទេតែគាត់គ្នាជាប់ថតណាបាយញ៉ាំសិនទៅចាញ៉ាំសិនទៅញ៉ាំមានណាម៉មនឹងគាត់បានម៉មនឹងខ្ញុំដល់ពេលខ្ញុំញ៉ាំគាត់ញ៉ាំឡើងឆ្អែតឡើងចង់អស់នេះដល់ពេលហើយទៅបានខ្ញុំញ៉ាំចុងក្រោយចាតែទាំងអស់គ្នានិយាយទៅខ្ញុំញ៉ាំចង់ឆ្អែតដែរតែនៅសល់ចុងក្រោយគេចឹងទៅខ្ញុំក៏ញ៉ាំចុងក្រោយគេប្រហែលដុំនេះទៅហើយខ្ញុំរៀបនឹងញ៉ាំហ្នឹងប្តីខ្ញុំគាត់នំបដាចាចាំសាច់ខ្ញុំប្រហែលដុំមិញហ្នឹងប្តីខ្ញុំគាត់ហូបនំបដាដល់ពេលខ្ញុំថតទៅគាត់ឃើញហ្នឹងដែរគាត់អស់សំណោចហ្នឹងដែរគាត់ទៅញ៉ាំនំថតដែរថតឲ្យគេមើលតែពីណាគេញ៉ាំបាយឡើងមួយកណោម្នាក់ឯងឡើង3កំប៉ុងហើយសាច់អាំងឡើងមួយកណោហើយមកឆ្លៀតញ៉ាំនំទៀតចានេះហើយខ្ញុំសល់ប្រហែលដុំចុងក្រោយហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងទឹកជ្រលក់ខ្ញុំញ៉ាំបានច្រើនដែរចាថ្ងៃនេះគឺថែមបាយបាន2ចានហើយញ៉ាំសាច់ក៏បានច្រើនញ៉ាំបន្លែក៏បានច្រើនដែរក៏ប៉ុន្តែខ្ញុំញ៉ាំអត់ទាន់ឆ្អែតជាប់ថតជាប់អីចឹងទៅនៅទុកប្រហែលដុំចុងក្រោយគេនឹងទៅហើយសាច់ប្រហែលប្រអប់មិញហ្នឹងគឺញ៉ាំអត់អស់ទេអ្នកទាំងអស់គ្នាទុកដល់ស្អែកទៀតចាស្អែកឡើងគឺសាច់អាំងទៀតហើយខ្ញុំចង់ញ៉ាំតែប៉ុណ្្នេះចុងក្រោយប្រហើយទឹកជ្រលក់ចឹងទៅក៏ឲ្យប្តីថតឲ្យមកខ្វាច់មកចាថតប្រអួតអ្នកទាំងអស់គ្នាថាថ្ងៃនេះបានញ៉ាំជាមួយនឹងទឹកជ្រលក់ទឹកត្រីកោះកុងហើយនិយាយថារសជាតិមានរសជាតិឆ្ងាញ់មែនតែនចាហើយនេះគឺបាយគឺអស់ពីឆ្នាំងតែម្ដងអ្នកទាំងអស់គ្នា